ចេះមួយក្បាច់នេះពីអ៊ុយក្រែនច្បាស់ណាស់ជា drone របស់សត្រូវចូលមិនចោះអ៊ុយក្រែនបានបង្ហើបអំពីត្រចៀកទឹកតម្លៃថោកមួយប្រភេទដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ប្រទេសតូចនៅក្នុងការទប់ទល់នឹង drone របស់សត្រូវដែលមានអំណាចយោធាខ្លាំងជាងយើងក្នុងបទសម្ភាសន៍ជាមួយនឹង Business Insider ក្រុមមន្ត្រីអ៊ុយក្រែនបានក្រើនរំលឹកថាបើចង់ទប់ទល់ជាមួយនឹង drone របស់សត្រូវដែលហោះមកទាំងវងគឺមិនត្រូវមើលរំលង sensor តម្លៃថោកនោះឡើយព្រោះវាសំខាន់ណាស់សម្រាប់ការពារដែនអាកាសនៅក្នុងសង្គ្រាមនាពេលអនាគតនោះគឺ acoustic sensor ដែលជាប្រព័ន្ធពឹងផ្អែកទៅលើ microphone ដើម្បីផ្ទៀងផ្ទាត់សំឡេង drone របស់សត្រូវថាតើវាមកពីច្រកណាខ្លះដើម្បីងាយស្រួលបាញ់ទម្លាក់ឲ្យបានទាន់ពេលវេលាយោធាលោកខាងលិចតែងតែដំឡើង sensor ទំនើបតម្លៃថ្លៃដើម្បីចាប់សញ្ញាមីស៊ីលនិងយន្តហោះចម្បាំងប៉ុន្តែភ្លេចគិតទៅដល់រឿង drone ហោះទាបដែលគេចចេញពីប្រព័ន្ធរ៉ាដាទាំងនោះបានដោយងាយត្រង់ចំណុចនេះអ៊ុយក្រែនបានយកវាមកបំបែកបន្ទាប់ពីមានបទពិសោធន៍ក្នុងសង្គ្រាមរាប់ឆ្នាំជាមួយនឹងរុស្ស៊ីដោយដំឡើង acoustic sensor តម្លៃថោកដាក់ពង្រាយអមជាមួយនឹងប្រព័ន្ធរ៉ាដាតម្លៃថ្លៃកប់ពពកជាលទ្ធផលវាបង្ហាញប្រសិទ្ធភាពខ្ពស់ណាស់ដែលនេះមិនខុសអំពីបង្កងនោះទេបើគ្មានទឹកត្រីក៏មិនសូវឆ្ងាញ់នោះដែរក្បាច់ដ៏សំខាន់មួយនេះក៏ជាមេរៀនមួយសម្រាប់ប្រទេសតូចរៀនសូត្រតាមផងដែរដើម្បីយកមកអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការប្រឆាំងនឹង drone របស់សត្រូវលោក Modric Keris ប្រធានផ្នែកបង្វឹកអំពីសង្គ្រាម drone របស់ប្រទេសលេតូនីក៏បានទទួលស្គាល់ផងដែរថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រូវតែរៀនអំពីបទពិសោធន៍នេះពីអ៊ុយក្រែនពីព្រោះវាចាំបាច់ណាស់សម្រាប់សង្គ្រាមនាពេលអនាគតរីឯក្រុមអ្នកវិភាគខ្លះទៀតបានការរំលឹកថាបើចង់ទប់ទល់នឹងប្រទេសដែលមានអំណាចខ្លាំងជាងខ្លួនគួរតែរៀនមេរៀនមួយទៀតអំពីអ៊ីរ៉ង់នោះគឺការធ្វើសង្គ្រាមបែបគណិតវិទ្យាដោយបង្កើត drone ដែលមានតម្លៃថោកត្រឹម$120,000ដើម្បីលេងជាមួយនឹងមីស៊ីលស្ទាក់ចាប់តម្លៃ$4 លានក្នុងមួយគ្រាប់របស់សហរដ្ឋអាមេរិកការកណនាបែបនេះអាចដុតកំទេចឃ្លាំងប្រាក់របស់សត្រូវបានបើសត្រូវហ៊ានតែប្រឡែងលេងក្នុងសង្គ្រាមរយៈពេលយូរលោកប្រធានាធិបតី Donald Trump គុំចង់ខ្លាំងអ៊ីរ៉ង់វាប្រហារនាវាមួយគ្រឿងនៅច្រកសមុទ្រ Hormuz ទុកជាការគំរាមទោះមានកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការក្រោយលោក Trump មានប្រសាសន៍ដដែលថាមានតែអាមេរិកទេដែលមានសិទ្ធិគ្រប់គ្រងនិងអាចយកថ្លៃសេវាឆ្លងកាត់បាននោះយោងតាម CNN បានចុះផ្សាយថាអ៊ីរ៉ង់បានវាយប្រហារនាវាមួយគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃប្រហោះដោយបង្ខំឲ្យការជំនះនាវានិងសមាជិកនាវាប្រហែល 11,000 នាក់ក្រោមបេសកកម្មរបស់អង្គការដែនសមុទ្រអន្តរជាតិ IMO របស់អង្គការសហប្រជាជាតិត្រូវផ្អាកដែលនេះបង្ហាញថាអ៊ីរ៉ង់នៅតែមានសមត្ថភាពក្នុងការរឹតបន្តឹងលើច្រកសមុទ្រដ៏សំខាន់មួយនេះប៉ុន្តែមន្ត្រីអាមេរិកមួយរូបបានប្រាប់ CNN ថានាវាមួយគ្រឿងនេះត្រូវបានវាយប្រហារដោយ drone របស់អ៊ីរ៉ង់ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះឡើយខណៈដែលអ៊ីរ៉ង់នៅមិនទាន់ចេញមុខមកអះអាងទទួលខុសត្រូវនៅឡើយទេប៉ុន្តែវាបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានប្រមានថានាវានានាបើកឲ្យធ្វើដំណើរដោយសុវត្ថិភាពតាមតែផ្លូវណាដែលអ៊ីរ៉ង់អនុញ្ញាតប៉ុណ្ណោះដែលនេះគឺជាការប្រមានមួយដើម្បីឆ្លើយទៅតាមទៅនឹងការអះអាងរបស់លោកប្រធានាធិបតីត្រាំដែលថាច្រកសមុទ្រ Hormuz បើកឲ្យឆ្លងកាត់ដោយសេរីឡើងវិញហើយភាពតានតឹងជាថ្មីនេះបានធ្វើឲ្យតម្លៃប្រេងហក់ឡើងវិញភ្លាមហើយវាកើតមានឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rubio បានមកតំបន់មជ្ឈមបូព៌ាដើម្បីលួងចិត្តសម្ព័ន្ធមិត្តរបស់ខ្លួននៅឈូងសមុទ្រពាក់ថាអាមេរិកនឹងនៅតែបន្តការពារផលប្រយោជន៍របស់ពួកគេក្នុងសប្តាហ៍នេះចលនាកប៉ាល់នៅច្រកសមុទ្រ Hormuz បានឈានដល់ចំណុចខ្ពស់បំផុតបើគិតចាប់តាំងពីពេលសង្គ្រាមបានចាប់ផ្ដើមនៅចុងខែកុម្ភៈមកដោយទិន្នន័យ Marine Traffic បង្ហាញថាមាននាវាបានឆ្លងកាត់រហូតដល់ទៅ70គ្រឿងកាលពីថ្ងៃពុធតែមួយគត់សូមបញ្ជាក់ថាកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងទីក្រុង Washington និងទីក្រុងតេអ៊ីរ៉ង់រួមមានការបដិញ្ញាចិត្តក្នុងការបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញដោយមិនគិតថ្លៃរយៈពេល60ថ្ងៃហើយអាមេរិកក៏ដកការបិទច្រកអ៊ីរ៉ង់រួចហើយដែរប៉ុន្តែអនុសារណៈ14ចំណុចក៏ផ្ដល់ឲ្យអ៊ីរ៉ង់នៅទូនាទីផ្លូវការក្នុងការត្រួតពិនិត្យចរាចរណ៍ពាណិជ្ជកម្មតាមរយៈច្រកសមុទ្រ Hormuz រួមជាមួយនឹងប្រទេសអូម៉ង់ដែរដែលនេះបង្ហាញថាការអះអាងរបស់លោកត្រាំដូចជាមិនស៊ីចង្វាក់នឹងលក្ខខណ្ឌដែលបានព្រមព្រៀងនោះឡើយ